ឥឡូវយើងត្រឡប់មកមើលអំពីសេដ្ឋសាស្ត្រនិងបញ្ហាប្រឈមបន្ថែមទៀតនៃវិស័យមួយនេះដែលវាជាមូលហេតុធ្វើឲ្យយើងអាចសន្និដ្ឋានបានថាតើយើងមិនទាន់មានវឌ្ឍនភាពខ្លាំងក្លាដោយបណ្ដាវិស័យមួយចំនួនដោយសារហេតុផលអ្វីខ្លះជារួមនៅបណ្ដាប្រទេសជឿនលឿនឆ្លងតាមរយៈបទពិសោធន៍ជាឧត្តមមានវត្តល្អនៃអន្តរជាតិគឺប្រទេសជាច្រើនគឺគេបានទុកឲ្យវិស័យនេះបាទរដ្ឋភាគច្រើនគឺទុកឲ្យវិស័យនេះឲ្យយន្តការទីផ្សារនិងសេដ្ឋសាស្ត្រជាអ្នកកំណត់ជាអ្នកដឹកនាំហើយជាអ្នកអភិវឌ្ឍទៅវិញគឺរដ្ឋបានព្យាយាមដកថយនៅទួលនីតិនៃការផ្ដល់សេវាផ្ទាល់ហើយទុកឲ្យទីផ្សារជាអ្នកកំណត់សូមជំរាបដែរថាបើយើងមើលជារួមវិស័យទឹកស្អាតត្រូវមានលទ្ធភាពរកចំណេញនៅក្នុងកម្រិតសមរម្យបើពុំនោះទេគឺលក្ខខណ្ឌទាំង3ទៀតនោះបាទដែលយើងមានកំណត់នៅក្នុងគោលនយោបាយយើងគឺពុំអាចសម្រេចបានទេគឺគុណភាពសុវត្ថិភាពនិងនិរន្តរភាពព្រោះនៅពេលដែលតម្លៃទឹកនោះថោកពេកគឺมันអាចធ្វើឲ្យវាមានប្រកបដោយគុណភាពទេថោកពេកក៏គ្មាននៅសុវត្ថិភាពទឹកនឹងថែមទៀតហើយក៏ថោកពេកគឺมันអាចធានាបាននៅនិរន្តរភាពទេព្រោះគាត់អត់មានលទ្ធភាពចំណេញផងអញ្ចឹងសូម្បីតែបើកឲ្យបាន24ម៉ោងក៏គាត់បើកមិនបានដែរបើយើងមើលនៅក្នុងសេដ្ឋកិច្ចនៃទឹកនេះគឺទំហំវិនិយោគបើធ្វើឲ្យត្រឹមត្រូវទៅតាមស្តង់ដារគឺត្រូវមានទំហំធំมันអាចធ្វើបន្តិចបន្តួចបានទេបាទសូម្បីតែរោងចក្រធំរបស់បាក់ខែងរបស់ឲ្យយើងនេះគឺមានការវិនិយោគរាប់រយលានដុល្លារហើយបើຂະຫນាតស្តង់ដារគុណភាពជាតិក៏ត្រូវមានការវិនិយោគក្នុងទំហំមធ្យមដែរការបោះទុនទៀតសោតត្រូវប្រើរយៈពេលវែងចំណេញតិចហើយហានិភ័យខ្ពស់បាទនៅពេលដែលមានទឹកបាត់បង់ដូចខ្ញុំជម្រាបអញ្ចឹងថាសត្វតកប់នៅក្រោមដីមិនឃើញថាវាកើតឡើងអីទេការខូចខាតបណ្ដាញគឺមានជាហូរហែបាទបងប្អូនខ្លះធ្វើសំណង់ជួសជុលនេះជួសជុលនោះទៅពេលដែលដាច់ខូតធ្លាយគឺក៏មិនងាយថារាយការណ៍មកវិញទេគឺទុកតតែលិចបានយើងដឹងអញ្ចឹងគឺមានបញ្ហាប្រឈមច្រើនក៏ប៉ុន្តែនៅក្នុងសេដ្ឋសាស្ត្រនៃវិស័យទឹកស្អាតនេះដែរប្រសិនបើយើងអាចចូលរួមនៅក្នុងការសំចៃទឹកហើយយើងអាចកាត់បន្ថយនៅការប្រើប្រាស់តាមរយៈ water saving ឧបករណ៍ដែលសន្សំសំចៃទឹកបានន័យថាម៉េចបានន័យថាយើងក៏ពុំចាំបាច់វិនិយោគបន្ថែមច្រើនពេកលឿនពេកអញ្ចឹងយើងអាចសម្រេចបាននៅប្រសិទ្ធភាពនៃការប្រើប្រាស់ដែលនេះគឺជាគន្លឹះព្រោះបើយើងមិនចាំបាច់ពង្រីកការផ្គត់ផ្គង់ 20% យើងអាចសន្សំសំចៃបាន 20% ពីមុនបានន័យថាយើងអត់ចាំបាច់ពង្រីក 20% អញ្ចឹងយើងចំណេញជាថវិកាចំណេញទាំងសេដ្ឋកិច្ចជាតិនៅពេលដែលយើងវិនិយោគខ្លាំងជាគំហុកពេលខ្លះវាបង្កនៅវិបត្តិហិរញ្ញវត្ថុដែរវាជាបន្ទុកដល់អ្នកប្រើប្រាស់ជាបន្ទុកបន្ថែមដល់សេវាព្រោះថាបើសិនជាវិនិយោគហើយបើมันមានការឡើងថ្លៃគឺมันអាចរួចខ្លួនទេហើយបើយើងកលេចមើលទៅលើអ្នកប្រើប្រាស់របស់យើងនៃរាយការណ៍ជូនមុននេះថាជាង1លាន5សែនគ្រួសារនេះភាគច្រើនក៏សត្វតែជាអ្នកប្រើប្រាស់ប្រភេទជីវភាពដែលគាត់ប្រើតិចហើយបើគ្មានឧស្សាហកម្មគ្មានពាណិជ្ជកម្មជួយបង់នៅចំណូលនោះទេគឺយើងមានការពិបាកព្រោះអត្រាថ្លៃទឹកជីវភាពនេះគឺថោកមែនទែនមិនដូចជាអត្រាពាណិជ្ជកម្មអត្រាអាជីវកម្មទេហើយបើយើងមិនវិនិយោគឬក៏វិនិយោគយឺតពេកគឺមិនឆ្លើយតបទៅនឹងតម្រូវការនេះសិតតែបញ្ហាវិនិយោគលឿនពេកកំហុកពេកបោះទុនធំចំណូលបានតិចនឹងក៏មិនមាននិរន្តរភាពផ្នែកប្រតិបត្តិការនិងហិរញ្ញវត្ថុដែរសូមជម្រាបដែរថាតំបន់ខ្លះបងប្អូនជាពលរដ្ឋអាចជ្រាបដែរថាមិនដែលបានថ្លើមថ្លៃទឹកទេគឺកន្លែងខ្លះមានជាង10ឆ្នាំក៏មានដែរហើយប្រតិបត្តិការជាពិសេសប្រតិបត្តិការឯកជនគឺគាត់គ្មានប្រាក់ចំណេញគ្រប់គ្រាន់ដើម្បីធ្វើការអភិវឌ្ឍពង្រីកបណ្ដាញឬក៏លើកកម្រិតហេដ្ឋារចនាសម្ព័ន្ធដូចជាទយោដូរកុងទ័រដូរម៉ាស៊ីនភ្លើងដូរម៉ាស៊ីនបូមទឹកដែលមានប្រសិទ្ធភាពធ្វើឲ្យគាត់ចំណេញបានទេអញ្ចឹងនេះគឺវាជាដូចជាកវិលជុំហើយដែលយើងត្រូវដោះស្រាយនឹងបញ្ហានេះកន្លែងខ្លះប្រតិបត្តិការខ្លះកំពុងតែប្រឈមដោយសារគាត់លក់ក្រោមថ្លៃផលិតថ្លៃដើមផលិតបាទដូចជារដ្ឋកោទឹកនៅស្វាយរៀងគឺគាត់កំពុងតែលក់ខាតបាទដោយសារថ្លៃដើមផលិត tariff បាទថ្លៃទឹកនឹងទាបពេកតាំងពីមុនយូរមកហើយយើងមិនទាន់បានតម្លើងទេអញ្ចឹងនៅពេលដែលគាត់ខាតគាត់ប្រឈមទៅនឹងខ្សែធនដែរនៅពេលមិនយូរប្រហែលខាងមុខបើសិនបើយើងមិនមានការកែសម្រួលនៅលើថ្លៃទឹកនេះទេត្រូវមានការជួយគ្នាទៅវិញទៅមកបាទប្រសិនបើប្រជាពលរដ្ឋ
ដែលមានទឹកប្រើប្រាស់ហើយមិនជួយឧទាហរណ៍ថានឹងមានការកែសម្រួលថ្លៃទឹកហើយមិនមានការចូលរួមជួយនៅក្នុងការបង់ឬបង់ថ្លៃខ្ពស់អញ្ចឹងអ្នកដែលនៅឆ្ងាយពីបណ្ដាញគឺនៅតែអត់ទៀតដោយសារក្រុមហ៊ុនប្រតិបត្តិការហ្នឹងគាត់អត់មានចំណូលគ្រប់គ្រាន់ដើម្បីយកទៅពង្រីកនៅឆ្ងាយទេបាទអញ្ចឹងនៅប្រទេសជឿនលឿនគឺថ្លៃទឹកស្អាតនេះត្រូវបានកំណត់ដោយប្រយ័ត្នប្រយែងកំណត់ដោយនាយកតកហើយជៀសវាងคล้ายទៅជាការលើកទឹកចិត្តជួនកាលថោកពេកគឺអត់មានប្រើដោយសន្សំចៃទេប្រើច្រើនខ្ជះខ្ជាយវាទៅជាបង្កផលវិបាកទៅដល់វិស័យទឹកកខ្វក់ថែមទៀតព្រោះតែមានទឹកចូលទៅមានទឹកចេញបាទតែមានទឹកស្អាតច្រើនទៅមានចេញនៅទឹកកខ្វក់ច្រើនហើយសូមជម្រាបដែរថាថ្លៃប្រព្រឹត្តកម្មទឹកកខ្វក់គឺថ្លៃជាងទឹកស្អាតទៅទៀតបាទថ្លៃជាងទឹកស្អាតប៉ះពាល់ដល់បរិស្ថានច្រើនហើយអញ្ចឹងហើយបានជាបណ្ដាប្រទេសជាច្រើនគឺគេយកថ្លៃស្មើគ្នាបាទឬក៏បណ្ដាប្រទេសនៅអឺរ៉ុបគេយកថ្លៃជាងផងមួយគីបត្រូវមានតម្លៃថ្លៃជាងអញ្ចឹងបង់ទ្វេដងបាទមានសំណួរមួយដែរថាចុះខ្ញុំអត់ប្រើផងយកខ្ញុំដែរបាទអានេះគឺជាសំណួរល្អប៉ុន្តែសូមបងប្អូនជ្រាបជូនថានៅក្នុងការគ្រប់គ្រងសេវាបែបនេះទោះបីជាមានការប្រើឬក៏មិនមានការប្រើយើងត្រូវគិតអំពីអ្នកផលិតអញ្ចឹងមិនមែនគាត់មិនមានអ្នកប្រើគាត់មិនធ្វើទេប៉ុន្តែគាត់នៅតែបើករោងចក្រគាត់នៅតែដំណើរការគាត់នៅតែផ្គត់ផ្គង់គាត់នៅតែបើកប្រាក់ខែដល់បុគ្គលិកគាត់អញ្ចឹងហើយបានជាបណ្ដាប្រទេសមួយចំនួនគឺត្រូវមាននៅកម្រៃអបបរមាបើន័យថាមិនប្រើក៏យើងចូលរួមដើម្បីឲ្យសេវានេះមានដែរព្រោះបើមិនអញ្ចឹងទេគាត់នឹងរលំបាទគាត់នឹងរលំព្រោះអ្នកខ្លះគឺគាត់ទៅចោលផ្ទះរាប់សិបខែណោះប៉ុន្តែរោងចក្រគឺមិនអាចថាមិនមានប្រាក់ខែមិនមានអីរាប់សិបខែទេបាទគាត់ត្រូវតែដំណើរការទោះបីប្រើតិចប្រើច្រើនគឺគាត់ត្រូវតែដំណើរការអញ្ចឹងហើយបានជាការចូលរួមមានសារៈសំខាន់ខ្ញុំសូមចូលទៅដល់ការសម្របសម្រួលអន្តរវិស័យបងប្អូនខ្លះអាចគិតថាទឹកនេះមិនសូវមានការពាក់ព័ន្ធទេប៉ុន្តែជារួមទឹកនេះមានការពាក់ព័ន្ធច្រើនណាស់ធនធានទឹកទោះបីជាប្រទេសយើងជាប្រទេសដែលមានអំណោយផលពីធម្មជាតិប៉ុន្តែធនធានទឹកក៏ជាធនធានកំណត់ផងដែរទឹកត្រូវបានប្រើប្រាស់គ្រប់វិស័យបាទវិស័យកសិកម្មវិស័យឧស្សាហកម្មផលិតកម្មទេសចរបាទវប្បធម៌តិចយើងអាចមានសំណួរថាវប្បធម៌ទៅកើតដែរបាទសូមជម្រាបដែរថាអង្គររបស់យើងគឺត្រូវតទ្រង់ដោយមានប្រព័ន្ធទឹកបាទมันអាចបង្ហូរអស់អំពីស្រះបន្លាយបាទទំនប់អីរបស់យើងទេការផលិតថាមពលវារីអគ្គិសនីក៏យើងត្រូវការទឹកដូចគ្នាបាទការដឹកជញ្ជូនក៏យើងត្រូវប្រើប្រាស់ទឹកដែរបាទបើពេលដែលយើងធ្វើប្រព័ន្ធធារាសាស្ត្រសម្រាប់ដឹកជញ្ជូនយើងមិនអាចបញ្ចេញទឹកនឹងអស់ពីប្រព័ន្ធធារាសាស្ត្រទេទៅទុកវាប្រមាណដើម្បីធ្វើឲ្យចរាចរណ៍ដឹកជញ្ជូនបានបរិស្ថានជាដើមអញ្ចឹងសិតតែមានការពាក់ព័ន្ធទាំងអស់ដូច្នេះហើយបានជាវិស័យទឹកស្អាតត្រូវមានការសម្របសម្រួលជាមួយក្រសួងស្ថាប័នជាច្រើនហើយដែលយើងត្រូវសហការគ្នានៅក្នុងអាណត្តិទី7នេះយើងខ្ញុំបានសហការគ្នាបានល្អហើយយើងបានដោះស្រាយបញ្ហាប្រឈមរួមជាច្រើនក៏ប៉ុន្តែនៅក្នុងនោះក៏យើងសង្កេតឃើញថាយើងមាននៅសល់បញ្ហាប្រឈមខ្លះដែរបើយើងនិយាយអំពីអន្តរវិស័យគឺពេលខ្លះយើងអាចនិយាយភាសាសាមញ្ញថាយើងនៅដដើមទឹកគ្នាដើម្បីប្រើប្រាស់បាទអញ្ចឹងវិស័យកសិកម្មត្រូវប្រកួតជាមួយនឹងវិស័យទឹកស្អាតត្រូវប្រកួតជាមួយនឹងវិស័យផ្សេងអញ្ចឹងបញ្ហាប្រឈមនេះយើងនឹងដោះស្រាយរួមគ្នាហើយខិតខំធ្វើម៉េចកុំឲ្យបញ្ហាការប្រើប្រាស់រួមគ្នានេះคล้ายទៅជាចំណោទចំពោះការវិវត្តសេដ្ឋកិច្ចសង្គមរបស់យើងបញ្ហាប្រឈមផ្នែកការប្រែប្រួលអាកាសធាតុក៏คล้ายទៅជាវិញ្ញាសាក្តៅមួយទៀតដែរបាទនៅពេលឆ្នាំមុនបាទគឺ2024 2025កន្លងទៅក៏មានបញ្ហាប្រឈមនេះដែរអញ្ចឹងជាប្រសិទ្ធភាពរបស់ជាតិរបស់យើងគឺយើងធ្វើម៉េចត្រូវធ្វើឲ្យការគ្រប់គ្រងនិងការប្រើប្រាស់ទឹកស្អាតនេះគឺសម្រាប់គ្រប់គ្នាសម្រាប់គ្រប់វិស័យហើយការរៀបចំហេដ្ឋារចនាសម្ព័ន្ធតទៅមុខជាពិសេសគឺប្រព័ន្ធធារាសាស្ត្ររបស់យើងត្រូវគិតជាមុននិងត្រូវត្រៀមលក្ខណៈរួចរាល់ខ្ញុំសូមលើកឧទាហរណ៍ថាបើយើងនឹងធ្វើផ្លូវយើងត្រូវគិតគូរអំពីប្រព័ន្ធកន្លែងដែលយើងអាចដាក់ទយោនឹងបានបាទបើយើងរៀបចំជាបូរីបាទបើយើងរៀបចំជាខុនដូក៏យើងត្រូវគិតគូរឲ្យហើយកុំឲ្យថ្ងៃក្រោយត្រូវកាត់បូរីបាទកាត់ផ្លូវជីកផ្លូវអញ្ចឹងបើមានការគិតគូរត្រៀមលក្ខណៈជាមុនបានន័យថាប្រសិទ្ធភាពនឹងសម្រេចបានក្នុងនេះដែរកន្លងមកបញ្ហាប្រឈមធំមួយគឺនៅពេលដែលយើង
ធ្វើហេដ្ឋារចនាសម្ព័ន្ធយើងជួសជុលហេដ្ឋារចនាសម្ព័ន្ធការសហការរបស់យើងមានកម្រិតមិនសូវបានជូនដំណឹងគ្នាជាមុនអញ្ចឹងពេលខ្លះកាយទៅប៉ះទៅយោទៅធ្លាយទៅយោទៅបាទពេលខ្លះក៏ប្រាប់ទៅពេលខ្លះក៏មិនប្រាប់ទៅបងប្អូនប្រជាពលរដ្ឋខ្លះលោកពេលខ្លះលោកចង់ជួសជុលមកផ្ទះទៅលោកកាយវឹងភ្លាមអញ្ចឹងទៅអញ្ចឹងបើយើងមានការចូលរួមចំណែកទាំងអស់គ្នាយើងខ្ញុំជឿជាក់ថាបញ្ហានេះនឹងបាត់ដោះស្រាយបានហើយសំណូមពររបស់យើងខ្ញុំដើម្បីធ្វើម៉េចឲ្យមានប្រសិទ្ធភាពគឺកុំឲ្យវិស័យទឹកស្អាតនេះគឺជាវិស័យជើងក្រោយគេបាទពេលខ្លះគឺបរិយាសំណង់ទៅមុនហ្នឹងបាទហើយបានសុំតទឹកតាមក្រោយហើយនេះជាចំណុចដែលយើងត្រូវកែប្រែផែនការទឹកស្អាតត្រូវដើរមុនឬយ៉ាងហោចណាស់ក៏ត្រូវដើរទន្ទឹមគ្នានឹងវិស័យផ្សេងទៀតដែរសូមជម្រាបដែរថាអគ្គិសនីអីអាចតម្លើងបកគោលបាទដាក់អនុស្ថានីយ៍បាទបានឆាប់ប៉ុន្តែវិស័យទឹកស្អាតមិនអាចធ្វើដូច្នោះបានទេត្រូវមានការរៀបចំផែនការត្រូវការវិនិយោគបាទហើយកន្លែងខ្លះបើសិនជាអត់មានប្រភពទឹកទេគឺពិបាកនឹងធ្វើហើយមិនអាចធ្វើបានត្រូវអស់ពីតាណាមកទៀតអញ្ចឹងបើសិនជាដើរក្រោយគេមិនអាចទាន់នឹងអ្វីដែលជាតម្រូវការរបស់យើងទាំងអស់គ្នាបានទេ